ហេតុអ្វីបានជាអ្នកទាំងអស់គ្នាការពារនាងញ៉ាំបាយអូអ្នកមិនបានញ៉ាំអីមួយថ្ងៃហើយចង់អត់ឃ្លានស្លាប់រមិចម៉ាក់អាចជប់រំខានពីថ្ងៃបានទេក្រុមត្រួតពិនិត្យគេនិយាយហើយថាគាត់អត់មានបញ្ហាអីទេតាមម៉ាក់ចង់ខ្ញុំចង់បានអីខ្ញុំចង់ឲ្យគាត់ភ្លក់រសជាតិដែលគ្រួសារយើងបានរំទុកដែរកូនដកខ្លួនពីការរៀបការងារក៏បាត់បង់ម៉ាក់នៅផ្ទះល្វែងនេះរកអ្នកនិយាយជាមួយក៏គ្នាដែរម៉ាក់នៅតែគិតថាគាត់ជាអ្នកធ្វើឲ្យខូចខាតមែនទេបើមិនមែនដោយសារម៉ាក់ទៅប្តឹងគេពីដំបូងតាមមានរឿងទាំងអស់នេះកើតឡើងទេបើមិនមែនដោយសារម៉ាក់ឧដាក់ទៅជាតិខ្ញុំរាល់ថ្ងៃតើខ្ញុំទៅចាក់ឥឡូវកូនបន្ទោម៉ាក់ទាំងអស់មែនទេគុំខ្លួនឯងអត់មានគូឈប់សំណែទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកមកយប់ដើម្បី admin នឹងមានកម្លាំងក្នុងការធ្វើរឿងពេញទូអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណបាទមែនទេម៉ាក់ឲ្យកូនទៅកូនក៏ទៅមែនទេចង់បន្ទោខ្ញុំមែនទេគឺកំហុសខ្ញុំទាំងអស់ខ្ញុំទៅហើយម៉ាក់ចង់ធ្វើអីក៏ធ្វើទៅលីយាថ្ងៃនេះរកស៊ីយ៉ាងម៉េចដែរក៏គ្រាន់បើដែរមិនក៏យកអីមកទៀតហើយឥឡូវមុននៅញ៉ាំមិនទាន់អស់ផងអ្នកទិញវាដោយដៃមែនទេត្រូវហើយរឿងក្រុមតែសាឡានោះក្រោយមកគ្មានបញ្ហាអ្វីទៀតទេមែនទេអត់ទេអ្វីដែលត្រូវមើលក៏មើលអស់ហើយអ្វីដែលត្រូវនិយាយក៏និយាយអស់ហើយលោកវ៉ាន់ថែមទាំងឲ្យខ្ញុំសរសេររបាយការណ៍សង្ខេបបទពិសោធន៍ដើម្បីដាក់ជូនទៅលើទៀតផងលើកនេះហ្វាន់ស៊ីមីប្រហែលជាឈប់រករឿងហើយមែនទេរញ៉េញ៉ៃច្រើនដុំលេសតែមិនដែលសម្រេចម្ដងណាឡើយម៉ាក់មេធីវិឆេនគាត់ថាបន្តិចទៀតនឹងមកដើម្បីពិភាក្សាជាមួយម៉ាក់ពីរឿងកិច្ចសន្យាល្អហើយឲ្យគាត់មកដល់ហើយចូលមកតែម្ដងទៅវិធីសាស្ត្រធម្មតាមិនអាចដោះស្រាយជាមួយគាត់បានទេអញ្ចឹងត្រូវប្រើវិធីខ្លាំងហើយចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ឆៃមេតម៉ូតូទំនាក់ទំនងទូរស័ព្ទលេខ015 580 ទាំងអស់ហ្នឹងគឺមកពីនាងនឹងឯងបងបាត់បងការងារធ្វើបែបនេះខ្ញុំដើរក្នុងភូមិមិនហ៊ានងើបមុខមើលគេទេណាចុះនាងវិញសបាយតែរាប់លុយរហូតដល់ដៃទុនអស់ហើយត្រូវតែឲ្យនាងភ្លក់រសជាតិអស់ទ្រព្យសម្បត្តិដូចយើងដែរកុំខត់ខ្ញុំអីបាននៅរូបបែបនេះតាមមានន័យអីទៀតទៅនាងមិនឲ្យខ្ញុំរស់នៅស្រួលទេអញ្ចឹងខ្ញុំក៏មិនឲ្យនាងរស់នៅស្រួលដែរមានរឿងអីមែនទេយប់ជ្រៅហើយនៅមកទៀតអ្នកមីងខ្ញុំទើបតែដើរកាត់មុខផ្ទះអ្នកស្រីហ្វានស៊ូមីរីគាត់កំពុងជាអ្នកមីងនៅខាងក្នុងគាត់ថាចង់ឲ្យអ្នកមីងអស់ទ្រព្យសម្បត្តិហើយមិនឲ្យអ្នកមីងរស់នៅស្រួលទេទឹកដមសម្លេងគាត់គួរឲ្យខ្លាចណាស់បងស្រីហ្វាងហាក់ដូចជាកំពុងខាត់គាត់ដែរតែគាត់មិនស្ដាប់សោះអ្នកមីងត្រូវតែប្រយ័ត្នខ្លួនណាជាពិសេសពេលយប់គាត់ជាមនុស្សចិត្តអាក្រក់ណាស់រឿងអីក៏គាត់ហ៊ានធ្វើដែរមីងដឹងហើយអរគុណណាស់ណាស៊ូយ៉ាវយើងគួរតែរីកាទៅប៉ូលីសទេឥឡូវគាត់ទាន់ធ្វើអីផងបើដឹងទៅក៏គ្មានប្រយោជន៍ដែរមីងសុំពិនិត្យមើលខ្លួនអញសិនក្រែងលោមានចន្លោះប្រហោងអីមកនេះឡានយាយយប់ជ្រៅបែបនេះហើយពើម៉ាក់ឲ្យពូប្រេងនិងទឹកថ្នាំសម្អាតដាក់ក្នុងបន្ទប់ដាក់អីវ៉ាន់ហើយសាហ្វីក៏នៅល្អដែរសោះនឹងចាស់ពេកហើយស្អែកបដូរថ្មីទៅក្នុងបន្ទប់ដាក់អីវ៉ាន់នឹងហាមដាក់របស់ងីឆេណាយកទឹកថ្នាំសម្អាតទៅទុកក្នុងទូខាងក្នុងហើយចាក់សោឲ្យស្រួលបួលទៅកន្លែងប៉ុន្មាននឹងស្អែកដំឡើងកាមេរ៉ាអ៊ីនហ្វ្រារ៉េតបន្ថែមទៅហើយចាំទេវីដេអូកាមេរ៉ាសុវត្ថិភាពទៅទុកក្នុងក្លោដផងក្រែងលោមានគេមកបំផ្លាញឧបករណ៍ភស្តុតាងនៅតែមានយល់ហើយយកត្រូវការឲ្យខ្ញុំទៅរីកាប៉ូលីសទេកុំទាន់អារីកាអីប៉ុន្តែពេលពួកឯងយាមពេលយប់ត្រូវដើរល្បាតរៀងរាល់1ម៉ោងម្ដងបើឃើញអ្នកណាគួរឲ្យសង្ស័យត្រូវតាក់ទងមកខ្ញុំភ្លាមសង្ឃឹមថាខ្ញុំគ្រាន់តែគិតច្រើនពេកទៅចុះត្រង់នេះដាក់ឧបករណ៍រ៉ូតផ្សែងមួយទៅភ្ជាប់ទៅប្រព័ន្ធរ៉ូតនៅបន្ទប់ប្រចាំការជ្រុងទាំងប៉ុន្មាននេះដាក់កាមេរ៉ាអ៊ីនហ្វ្រារ៉េតបន្ថែមទៀតត្រូវតែមើលមុខមនុស្សឲ្យច្បាស់ណាគ្មានបញ្ហាទេការបំរុងទុកលើ cloud ក៏ខ្ញុំរៀបចំឲ្យលោកស្រីរួចរាល់ដែរមើលរូបភាពផ្ទាល់តាមទូរស័ព្ទបានភ្លាមលីអ៊ីឡាំងស៊េរីឧបករណ៍ទៀតហើយឬមុខរបរកាន់តែល្អសុវត្ថិភាពក៏ត្រូវតែតាមឲ្យតនដែរការពារទុកមុនវាល្អជាងត្រូវហើយឥឡូវក្នុងសង្កាត់យើងកន្លែងលោកស្រីនេះហើយដែលអ៊ូអជាងគេត្រូវតែមើលថែឲ្យល្អណាស់ខ្ញុំបានប្រាប់អាលីមនិងអ្នកផ្សេងទៀតរួចហើយឲ្យគ្រប់គ្នាជួយតាមដានពេលយប់ឲ្យច្រើនបន្តិចបើមានរឿងអីខុសប្រក្រតីនឹងប្រាប់អ្នកភ្លាមតែម្ដងរំខានពួកអ្នកទាំងអស់គ្នាហើយនិយាយថាមិនសើមិញអ្នករវល់ដល់យប់ជ្រៅមែនទេអ្នកដឹងរឿងរហ័សណាស់ណាលេីស៊ូយ៉ាវជាអ្នកប្រាប់ខ្ញុំទេខ្ញុំមកជួយអ្នកមើលផែនការសង្គ្រោះបន្ទាន់បើមានអគិភ័យកើតឡើងត្រូវកាប់ផ្ដាច់ភ្លើងភ្លាមហើយរីកាទៅក្រុមអនុវត្តច្បាប់ជំលះអ្នកនឹងយានយន្តចេញទៅពួកយើងម្នាក់បែងចែកការងារគ្នាទៅអ្នកណាទទួលខុសត្រូវកាត់ភ្លើងអ្នកណាទទួលខុសត្រូវរក្សាសណ្ដាប់ធ្នាប់ហើយអ្នកណាទទួលខុសត្រូវជំលះអ្នកដំណើរសរសេរវាដាក់លើក្រដាសរួចបិទវានៅក្នុងបន្ទប់ប្រចាំការទៅអ្នកគិតបានល្អណាស់ហើយមួយទៀតវីដេអូកាមេរ៉ាសុវត្ថិភាពត្រូវតែរក្សាទុកជារៀងរាល់ថ្ងៃកុំចាំដល់មានរឿងទើបទៅឆែកមើលភស្តុតាងសំខាន់ត្រូវតែរក្សាទុកនៅកន្លែងលើសពី2ឡើងទៅ
មុំនេះល្អណាស់គ្រប់ដណ្ដប់គ្រប់ជ្រុងទាំងអស់តាំងពីឈឺយ៉ាវមកដាស់តឿនខ្ញុំកាលពីម្សិលមិញមកខ្ញុំគេងមិនលក់សោះពេញមួយយប់មិនមែនខ្លាចទេតែគ្រាន់តែមានអារម្មណ៍ថាវាអត់តម្លៃសោះខ្ញុំរកស៊ីដោយសុចរិតសោះហើយដើម្បីត្រូវមកប្រើជីវិតរស់នៅដោយភ័យខ្លាចបែបនេះព្រោះអ្នកធ្វើបានល្អជាងគេខ្លះគេរស់នៅមិនបានល្អក៏មិនចង់ឃើញអ្នកដទៃរស់នៅបានល្អដែរនេះមិនមែនជាកំហុសរបស់អ្នកទេមេធីវីឆេនអរគុណច្រើនណាស់បើមិនបានអ្នកជួយក្នុងរយៈពេលនេះទេខ្ញុំម្នាក់ឯងពិតជាទ្រាំមិនបានឡើយហើយខ្ញុំថាឆេនម៉ូក៏បានថ្ងៃក្រោយមានរឿងអីត្រូវប្រាប់ខ្ញុំភ្លាមកុំចេះតែទ្រាំម្នាក់ឯងអីត្រឡប់ទៅវិញទៅថ្ងៃនេះទីបំផុតអាចគេងលក់ស្រួលបានហើយនេះមិនមែនជាផ្ទះរបស់គ្រួសារអ្នកស្រីហ្វានស៊ូមីទេគាត់ចង់លក់មែនហ្នឹងនិយាយថាខាត់លុយអស់ច្រើនណាស់កូនប្រុសក៏បាត់បង់ការងារទៀតទៅលេងរួចហើយផ្ទះមួយនេះខ្ញុំយល់ថាគួរដាក់តម្លៃប៉ុណ្ណេះតាមស្ថានភាពទីផ្សារពេលនេះមិនលក់ដាច់លឿនពេកទេតែវាក៏មិនយូរដែរអាចលឿនជាងនេះបានទេយើងកំពុងតែត្រូវការលុយខ្លាំងណាស់ប្រញាប់ក៏អត់ប្រយោជន៍ដែរត្រូវរងចាំអ្នកទិញខ្ញុំនឹងដាក់លក់សិនបើមានអ្នកមកមើលផ្ទះខ្ញុំនឹងប្រាប់អ្នកទាំងពីរ ឈប់សិនអ្នកទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកម៉ាត់យប់ដើម្បី admin មិនមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណបាននៅដំណឹងហើយឬនៅរឿងអីផ្ទះរបស់គាត់ដាក់លក់ហើយអាចបន្ទោសអ្នកណាបានទៅបើកាលនោះគាត់មិនទៅប្តឹងលីហ៊ុយឡានទេនោះរឿងរ៉ាវទាំងអស់នេះក៏មិនកើតឡើងដែរនឹងហើយខ្លួនឯងធ្វើឲ្យរឿងរៀបការរបស់កូនប្រុសខូចអស់ហើយថែមទាំងធ្វើឲ្យទ្រព្យសម្បត្តិគ្រួសារចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Photo ទំនាក់ទំនងទូរស័ព្ទលេខគេនិយាយអីអត់គេនាំគ្នាមើលរឿងកំ pl ែងរបស់ខ្ញុំអស់ហើយចុះខ្លាចគេមើលធ្វើអីកន្លះឆ្នាំមកនេះរឿងកំ pl ែងដែលគេមើលនៅមិនទាន់គ្រប់គ្រាន់ទៀតឬលោកនិយាយអញ្ចឹងមានន័យថាម៉េចគ្មានន័យអីទេលក់ផ្ទះសង់បំណុលរួចយើងរើចេញពីទីនេះទៅហេតុអ្វីបានជាយើងត្រូវរត់ចោលស្រុកចំណែកនាងលីហ៊ុយឡានវិញបែរជាបាននៅទីនេះយ៉ាងមានមុខមាត់ម៉ាក់ឲ្យកុំរករឿងទៀតអីបាននៅតែបន្តទៀតយើងសំបីតែលុយបន្តិចបន្តួចនេះក៏មិនសល់ដែរខ្ញុំមិនអស់ចិត្តទេខ្ញុំបាត់បង់អ្វីទាំងអស់ហើយចុះនាងវិញហេតុអ្វីបានជាអ្វីសុទ្ធតែល្អប្រសើរទៅវិញចុះម៉ាក់ចង់បានអីទៀតទៅប្តឹងគេម្ដងទៀតឬឥឡូវនេះមានអ្នកណាគេជឿម៉ាក់ទៀតប្តឹងទៅក៏គ្មានប្រយោជន៍ដែរតែបើចំណត់ឡានរបស់នាងមានរឿងធំកើតឡើងឧទាហរណ៍ដូចជាឆេះអីចឹងតើនាងនៅអាចតើអ្នកទទួលបានផលប្រយោជន៍មែនទេម៉ាក់ឈ្មោះទៅហើយម៉ាក់មិនបានឈ្មោះទេម៉ាក់គ្រាន់តែចង់ឲ្យគេដឹងថាបើហ៊ានធ្វើឲ្យម៉ាក់ខឹងគុំសង្ឃឹមថានឹងបានសុខឲ្យសោះម៉ាក់ឲ្យម៉ាក់កុំគិតរឿងអត់ប្រយោជន៍ទាំងនោះអីការដុតផ្ទះវាជាបទឧក្រិដ្ឋណាបើគេចាប់បានគឺត្រូវជាប់គុកហើយជាប់គុកអីម៉ាក់អាយុប៉ុណ្ណឹងហើយនៅខ្លាចជាប់គុកទៀតហីអញវិញទេបើមិនធ្វើអីខ្លះទេជីវិតនេះគឺចាប់ហើយខ្ញុំចប់ហើយគេរំលាយអាពីពីពីហើយការងារក៏បាត់ផ្ទះក៏ត្រូវលក់ទៀតម៉ាក់ចង់ឲ្យខ្ញុំធ្វើមិនទៀតអញមិនអាចស្អប់នាងបានទេហីនាងធ្វើឲ្យអញត្រូវគេរំលាយអាពីពីពីនៅមុខមនុស្សច្រើនធ្វើឲ្យអញងើបមុខមិនរួចនៅកន្លែងធ្វើការធ្វើឲ្យអញរកគូស្រករមិនបានសំបីម្នាក់អញសុខចិត្តមើលនាងរាប់លុយមិនឈប់មើលហាងនាងបើកាន់តែធំទៅអីចឹងអីនាងមានសិទ្ធអីស្អប់ទៅបានអីស្អប់ក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរផ្លាស់ប្ដូរមិនបានអីចឹងក៏ធ្វើឲ្យនាងភ្លក់រសជាតិនៃការបាត់បង់ខ្លះទៅអ្វីដែលនាងខ្វល់បំផុតគឺចំណត់ឡាននឹងហាងលៀងឡាននោះឯងអញសាក់គិតមើលទៅពេលឈៀវលេខចាក់ចេញនាងមើលអញដោយក្រសែភ្នែកបែបណាគិតមើលថាពួកមិត្តរួមការងារនិយាយដាំអញពីក្រោយខ្នងយ៉ាងណាហើយគិតមើលថាពួកអ្នកជិតខាងមើលមកគ្រួសារយើងដោយទឹកមុខបែបណាឈប់និយាយទៅម៉ាក់និយាយរឿងពិតទេបើអញនៅតែជាប្រុសមែនកុំឲ្យនាងមានមុខមាត់បែបនេះអីឈប់សិនអ្នកទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកម៉ាត់យប់ដើម្បី admin មិនមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណគាត់ដើរល្បាតម្ដងប្រហែល15នាទីហើយសម្រាប់កន្លះម៉ោងម្ដងមិនបានអ្នកដឹងខ្ញុំតាមដានមើលប៉ុន្មានថ្ងៃមកហើយមួយទៀតម៉ោង2ទៅ3ទៀតភ្លឺជាពេលដែលមនុស្សសងងុយគេងបំផុតពួកអ្នកយាមខ្លះក៏លួចងោកដែរចូលតាមនេះស្រួលបំផុតមុំកាមេរ៉ាសុវត្ថិភាពវាចំហៀងបន្តិចមើលមុខមិនច្បាស់ទេម៉ាក់ត្រូវធ្វើដល់ថ្នាក់នឹងមែនទេខ្លាចអីដុតហើយរត់ទៅដល់ពេលគេដឹងខ្លួនអីវ៉ាន់ចេះអស់រលីងហើយ
លោកតាលីលថាខាងបរិយក្បែរនេះគេមករកលោកតាគេចង់ឲ្យលោកតាទៅបើកចំណាប់ឡាននៅទីនោះដែរបាទមានរឿងនឹងមែនកំពុងតែពិភាក្សាគ្នាទេមិនទាន់ដឹងថាទៅជាយ៉ាងណាផងអញ្ចឹងមានន័យថាជោគជ័យហើយលោកតាលីលោកតាគិតចង់បើកជាខ្សែសង្វាក់មែនទេបរិយយើងនេះក៏អាចចាត់ទុកថាមានមនុស្សពូកែដែរថ្ងៃក្រោយទៅនិយាយទៅកាន់អ្នកណាក៏មានមុខមាត់ដែរបើកជាខ្សែសង្វាក់ក៏មែនប៉ុន្តែត្រូវតែប្រយ័ត្នប្រយែងបន្តិចគ្រួសាររបស់ហ្វាន់ស៊ូម៉ៃទោះបីជាស្ងប់ស្ងាត់បានប៉ុន្មានថ្ងៃនេះក៏ដោយតែអ្នកណាទៅដឹងថាគេនឹងបង្កបញ្ហាអ្វីទៀតអាលីវនិយាយត្រូវហើយលោកតាលីវិធានការសុវត្ថិភាពនៅខាងលោកតាត្រូវតែរៀបចំឲ្យបានល្អកុំបារម្ភអីខាងខ្ញុំកំពុងពង្រឹងការត្រួតពិនិត្យកាមេរ៉ានិងការយាមកាមពន្លត់អគ្គីភ័យឲ្យបានតឹងរ៉ឹងត្រូវការពារក៏ការពារត្រូវត្រួតពិនិត្យក៏ត្រួតពិនិត្យប៉ុន្មាននេះខ្ញុំបានសាកល្បងរួចរាល់ហើយសាកហើយសម្លេងលឺខ្លាំងណាស់បន្ទប់យាមអាចលើកបានហើយការរក្សាទុកទិន្នន័យលើ cloud ក៏រៀបចំរួចរាល់ដែរទូរស័ព្ទអាចមើលបានភ្លាមថ្មីនេះហ្វាន់ស៊ូម៉ៃខាងនោះមានចលនាអ្វីខ្លះទេប៉ុន្មានថ្ងៃនេះមិនសូវឃើញពួកគេទេគ្រាន់តែយប់ខ្លះហាក់ដូចជាការលេងនៅជុំវិញហ្នឹងខ្ញុំក៏ឃើញដែរយប់មិញខ្ញុំធ្វើការថែម៉ោងត្រឡប់មកវិញឃើញហ៊ុនជីឈរនៅកន្លែងដែលភ្លើងតាមផ្លូវមិនដល់គាត់សម្លឹងមើលចំណាប់ឡានយូរណាស់ដល់តែខ្ញុំដើរទៅជិតគាត់ក៏ដើរចេញទៅបាត់ពួកគេមិនព្រមបញ្ចប់ត្រឹមនឹងទេខ្ញុំគ្រាន់តែមិនដឹងថាពួកគេចង់ធ្វើស្អីមិនថាគេចង់ធ្វើស្អីទេយើងធ្វើអ្វីដែលយើងអាចធ្វើបានអស់ហើយនៅសល់ប៉ុន្មានទុកឲ្យកាមេរ៉ាសុវត្ថិភាពនិងប៉ូលីសដោះស្រាយទៅចេនមកអរគុណណាស់បើមិនបានអ្នកជួយក្នុងពេលនេះទេខ្ញុំម្នាក់ឯងប្រហែលជាមិនអាចគិតបានគ្រប់ជ្រុងជ្រោយបែបនេះទេកុំចិត្តអីអ្នកជួយពួកយើងមក3ឆ្នាំហើយឥឡូវដល់ពេលពួកយើងជួយអ្នកវិញហើយវាជារឿងធម្មតាទេមកខាងនេះនេះគឺជារបស់កាលពីយប់មុនមើលរូបរាងនេះទៅទំនងជាហ៊ុនជីហើយនាងឈរនៅទីនោះយូរប៉ុណ្ណាហើយជិត20នាទីហើយថែមទាំងដើរជុំវិញចំណតឡានមួយជុំទៀតដូចជាកំពុងមើលចន្លោះពេលល្បាតអញ្ចឹងមិនមែននិយាយបន្លាយទេណាតែរឿងដែលម្ដាយកូន fan ឈីមីធ្វើកន្លងមកកាន់តែធ្ងន់ធ្ងរទៅចាប់តាំងពីការជិះទឹកកខ្វក់រហូតដល់បំផ្លាញឧបករណ៍ពីការជួមនុស្សរហូតដល់មកលបមើលនៅពេលយប់ជ្រៅពួកគេប្រហែលជាកំពុងរៀបចំរឿងអ្វីដែលខ្លាំងជាងនេះទៅទៀតអ្នកគិតថាពួកគេនឹងធ្វើអ្វីពិបាកនិយាយណាស់ប៉ុន្តែអ្នកបានចាក់សោររបស់ញីឆេះអស់ហើយកាមេរ៉ាសុវត្ថិភាពក៏គ្រប់ដណ្ដប់អស់ដែរឧបករណ៍ពន្លត់អគ្គីភ័យក៏ត្រៀមរួចរាល់អ្វីដែលគួរធ្វើគឺធ្វើអស់ហើយខ្ញុំទៅពិនិត្យមើលម្ដងទៀតក្នុងបន្ទប់ដាក់អីវ៉ាន់មិនអាចទុករបស់ញីឆេះបានទេទឹកថ្នាំសម្អាតប្រេងក្រដាសកេសយកចេញឲ្យអស់យល់ហើយរបស់ទាំងនេះត្រូវប្រើរាល់ថ្ងៃបើយកចេញទៅទុកឯណាទុកក្នុងទូពិសេសក្នុងហាងទៅកូនសក់ខ្ញុំកាន់ជារៀងរាល់យប់មុនពេលចេញពីធ្វើការអ្នកពិនិត្យមើលម្ដងរួចថតរូបផ្ញើមកខ្ញុំចាប់ពីពេលនេះទៅមុនពេលចេញពីធ្វើការរាល់ថ្ងៃត្រូវបំរុងទុកកាមេរ៉ាសុវត្ថិភាពនៃថ្ងៃមុនម្ដងទុកក្នុង hard disk មួយនិង cloud មួយយល់ហើយដាក់របស់របររួចរាល់ហើយនៅរួចរាល់ហើយចាំដល់យប់ស្អែកចាំស្ដាប់សញ្ញាពីខ្ញុំណាមីងលីពេលមិញខ្ញុំដើរកាត់មុខចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541